កងកម្លាំងរបស់សហរដ្ឋអាមេរិកបានបញ្ចប់នៅការវាយប្រហារទាំងយប់ទី7ហើយនៅកាលពីថ្ងៃទី17វេលាម៉ោង 9:30 នាទីយប់ដែលម៉ោងនៅខាងសហរដ្ឋអាមេរិកនេះណាគឺជាការមួយខិតខំវាយប្រហារទៅលើគោលដៅនានាបាទទៅលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់បាទដែលក្នុងនោះគឺមានការវាយប្រហារចំកន្លែងការដ្ឋានឃ្លាំមើលមានកន្លែងឃ្លាំងផ្ទុកសម្ភារៈយោធាហើយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងក៏ដូចជាឃ្លាំងស្តុកអាវុធនៅក្រោមដីផងដែរបាទនេះបើតាមការបញ្ជាក់របស់ខាងសហរដ្ឋអាមេរិកណាបាទហើយសហរដ្ឋអាមេរិកគឺមានប្រើប្រាស់នៅយន្តហោះចម្បាំងបាទមានប្រើ drone តាមអាកាសហើយនឹងនាវាចម្បាំងផងដែរជាការបន្ថែមសម្រាប់ប្រតិបត្តិការនេះបើតាមការបញ្ជាក់ហើយនៅក្នុងរូបភាពនេះគឺជារូបភាពដែលខាងCencom បាទគឺបញ្ជាការកណ្ដាលហ្នឹងបានចេញផ្សាយដើម្បីឲ្យបានដឹងជាទូទៅតែម្ដងហើយតាមការបញ្ជាក់បន្ថែមរបស់បញ្ជាការកណ្ដាលនេះបានឲ្យដឹងថាគឺខាងសហរដ្ឋអាមេរិកនៅបន្តធ្វើយ៉ាងណាឲ្យប្រទេសអ៊ីរ៉ង់នេះទទួលខុសត្រូវចំពោះការដែលបាទខ្លួនបាទការវាយប្រហារមកលើនាវាដឹកពាណិជ្ជកម្មហើយសហរដ្ឋអាមេរិកនឹងពង្រឹងឲ្យបានកាន់តែខ្លាំងនៅការបិទច្រកតាមសមុទ្រនេះមិនឲ្យមានការចេញចូលទំនិញទៅក្នុងកំពង់ផែរបស់អ៊ីរ៉ង់នោះទេបាទហើយខាងសហរដ្ឋអាមេរិកក៏បានឲ្យដឹងផងដែរថាមានទាហានរបស់សហរដ្ឋអាមេរិកនឹងប្រមាណជា 50,000 នាក់ជាង 50,000 នាក់បាទចូលរួមនៅក្នុងប្រតិបត្តិការនៅទូទាំងតំបន់មជ្ឈមបូព៌ាហើយពួកគេគឺមានការត្រៀមប្រុងប្រយ័ត្នជាប់ជានិច្ចបាទហើយត្រៀមកម្លាំងវាយឲ្យបានផងដែរបាទនេះបើតាមការបញ្ជាក់របស់ខាងសហរដ្ឋអាមេរិកណាបាទហើយគឺសហរដ្ឋអាមេរិកបានឲ្យដឹងថាបាទសំទោសហើយបើខាងពីខាងអ៊ីរ៉ង់វិញក៏បានឲ្យដឹងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺមានចំទៅលើស្ពានហើយនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលហើយខាងអ៊ីរ៉ង់នេះក៏បានវាយប្រហារតបវិញគឺចំរោងចក្រចម្រាញ់ទឹកសមុទ្រឲ្យខ្លាយទៅជាទឹកសុទ្ធហ្នឹងបាទរបស់ខាងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរហើយក្នុងពេលនោះក៏មានព័ត៌មានដែលខាងសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងគឺខាងអ៊ីរ៉ង់គាត់ខិតខំផ្សាយព័ត៌មានคล้ายៗមួយចំនួនដែលថាគាត់បានបាញ់ទាហានរបស់ខាងអ៊ីរ៉ង់នោះបានបាញ់ឆេះនៅបាទនាវាដឹកប្រេងចំនួន2ហើយបានផ្ទុះនៅក្នុងច្រកសមុទ្រ Hormuz បាទដោយសារតែនាវាទាំងនោះគឺបាទមកចំមីនមិនមែនគាត់បាញ់នេះគឺមកបុកចំមីនហើយក៏ផ្ទុះឆេះក៏ប៉ុន្តែខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកវិញបានបញ្ជាក់ថារឿងនេះគឺជារឿងមិនពិតទេអត់មានពិតទេការអះអាងហ្នឹងគឺមិនពិតទេបាទអញ្ចឹងគឺគាត់បានផ្ទៀងផ្ទាត់អត់បានពិតទេណារីឯព័ត៌មានទី3វិញគឺពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ុយក្រែននិងរុស្ស៊ីបាទបើតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថាគឺការវាយប្រហារដោយ drone របស់អ៊ុយក្រែននោះបាទបានសម្លាប់មនុស្សចំនួន8នាក់ហើយនឹងបានបណ្ដាលឲ្យមនុស្សចំនួន60នាក់ទៀតបានរងរបួសបាទនៅក្នុងប្រទេសរុស្ស៊ីក្នុងពេលយប់នេះបើតាមមន្ត្រីរបស់រុស្ស៊ីបានបញ្ជាក់នៅថ្ងៃសៅរ៍នេះបើតាមការដឹងគឺកងកម្លាំងរបស់ទីក្រុងគៀវបានបន្តការវាយប្រហារតាមអាកាសដោយមិនឈប់ឈរតែម្ដងប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធធម្មពលហើយនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ីដោយមានគោលបំណងធ្វើយ៉ាងណាបាទធ្វើឲ្យខូចខាតទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូនៅក្នុងការធ្វើឲ្យមានសង្គ្រាមហើយក៏ដូចជាធ្វើឲ្យមានផលប៉ះពាល់ទៅដល់ខាងប្រទេសរុស្ស៊ីផងដែរឲ្យដឹងថាតើរសជាតិនៃការដែលវាមានក្រំឡាំងបញ្ជាទាហានចូលឈ្លានពានប្រទេសអ៊ុយក្រែនដែលចូលមកដល់ឆ្នាំទី5ទៅហើយនេះតើវាមានន័យអត្ថន័យយ៉ាងណាបាទគឺតាមការឲ្យដឹងគឺមានខាងឃ្លាំងរបស់រុស្ស៊ីសំខាន់ចំនួន2បានវាប្រហារចំដែលឃ្លាំងនោះគឺជាកន្លែងលក់ផ្គត់ផ្គង់ទំនិញទៅហាងលក់ទំនិញរាយបាទហើយទៅបានវាចំបាទហើយក៏ drone នោះក៏បាន
វាប្រហាចំកន្លែងផ្សេងទៀតផងដែរនេះបើយោងតាមការបញ្ជាក់របស់ខាងមន្ត្រីរបស់រុស្ស៊ីបាទគឺមួយនៅចំទីក្រុងកូតថៅបាទនៅក្នុងតំបន់តាមបូបាទដែលមានចម្ងាយប្រមាណជា360គីឡូម៉ែត្រពីព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែនបាទអញ្ចឹងបានន័យថាអ៊ុយក្រែនវាប្រហាចូលជ្រៅបានហើយនឹងមួយទៀតនៅក្នុងទីក្រុង Elektrostal ដែលមានចម្ងាយប្រមាណជា50គីឡូម៉ែត្រនៅភាគខាងកើតនៃទីក្រុងមូស្គូចាំបានវាយជិតទៅដល់ទីក្រុងមូស្គូនោះគឺឃ្លាំងសំខាន់គឺអ៊ុយក្រែនវាយចំតែម្ដងបាទហើយគឺឃ្លាំងទាំងពីរនេះបានឆាបឆេះបាទហើយគឺក្រុមហ៊ុនអ្នកដែលជាម្ចាស់ក្រុមហ៊ុនហ្នឹងគឺបាននិយាយនៅពេលព្រឹកថ្ងៃសៅរ៍នេះថាគឺអគិភ័យដែលនៅក្នុងតំបន់កូតៅហ្នឹងគឺបានពន្លត់ហើយប៉ុន្តែរូបភាពដែលបានបង្ហាញឲ្យឃើញនេះបាទរូបភាពដែលបានបង្ហាញឲ្យឃើញដោយដែលនៅក្នុងរូបភាពហ្នឹងគឺបានឃើញឲ្យមានការឆាបឆេះជាប់ជាប្រចាំណាបាទហើយលោកសេលិនស្គីវិញក៏បានបញ្ជាក់ផងដែរបាទបញ្ជាក់ផងដែរនៅតាមបណ្ដាញសង្គមថានៅព្រឹកថ្ងៃសៅរ៍នេះគឺនៅព្រឹកថ្ងៃសៅរ៍តាម Telegram ថាឥឡូវនេះគឺ drone រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននេះគឺបន្តវាប្រហារទៅលើកន្លែងឃ្លាំងភស្តុភារដ៏សំខាន់របស់រុស្ស៊ីនឹងបន្ថែមទៀតបាទនៅក្នុងការខិតខំប្រឹងប្រែងរបស់ខាងអ៊ុយក្រែនក្នុងការធ្វើឲ្យប៉ះពាល់ទៅដល់សង្វាក់ផ្គត់ផ្គង់នៃទាហានរបស់រុស្ស៊ីបាទអញ្ចឹងគឺគ្រាន់តែនៅក្នុងទីក្រុងកូតថៅហ្នឹងគឺអ្នកធ្វើការនៅពេលយប់7នាក់បាទ7នាក់បានស្លាប់បាត់បង់ជីវិតហើយ25នាក់ទៀតបានរងរបួសអញ្ចឹងជាសរុបទៅគឺទាំងពីតំបន់ហ្នឹងគឺមានអ្នកស្លាប់ហ្នឹង8នាក់ហើយអ្នករងរបួសដល់ទៅ60នាក់ឯណោះបាទក្នុងការបើកយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខាងអ៊ុយក្រែននេះបាទនេះប្រទេសអ៊ីស្រាអែលត្រូវបានសភារបស់សហរដ្ឋអាមេរិកបានផ្ដាច់ជំនួយយោធាហើយនៅក្នុងនោះគឺមានសមាជិកសភាអាមេរិកជាង100នាក់បានបោះឆ្នោតគាំទ្រនៅក្នុងការផ្ដាច់ជំនួយនេះគឺជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយបងប្អូនប្រជាពលរដ្ឋយើងជាច្រើនបានឆ្ងល់ថាតើប្រទេសអ៊ីស្រាអែលដែលខ្លាំងក្លាកន្លងមកនេះមានលុយពីណាមកធ្វើសង្គ្រាមមិនចេះឈប់មិនចេះហើយតាំងពីដឹងក្តីមកឮតែប្រទេសអ៊ីស្រាអែលនេះវាយប្រទេសនេះវាយប្រទេសនោះហើយសង្គ្រាមមិនចេះនឿយណាយនោះទាល់តែសោះតើប្រទេសតូចមួយនេះមានប្រជាជនត្រឹមតែ10លាននាក់តែមានលុយយ៉ាងច្រើននៅក្នុងការធ្វើសង្គ្រាមបានលុយមកពីណាពិតទៅគឺបានមកពីសហរដ្ឋអាមេរិកហើយក៏មានសំណួរចោទសួរថាហេតុអីបានជាសហរដ្ឋអាមេរិកសបូរលុយយ៉ាងនេះនៅក្នុងពេលកន្លងមកហើយឲ្យប្រទេសអ៊ីស្រាអែលធ្វើសង្គ្រាមតើសហរដ្ឋអាមេរិកទទួលបានផលប្រយោជន៍អ្វីខ្លះនៅក្នុងអ្វីដែលជាការលើកឡើងនេះគឺមានសារព័ត៌មាន CNN បានធ្វើការចុះផ្សាយកាលពីថ្ងៃទី16ខែកក្កដាឆ្នាំ2026ម្សិលមិញនេះថាសមាជិកសភារបស់សហរដ្ឋអាមេរិកចំនួន103នាក់មកពីគណៈបកប្រជាធិបតេយ្យបានសម្រេចចិត្តបោះឆ្នោតគាំទ្រសេចក្តីស្នើនៅក្នុងការកាត់ផ្តាច់ជំនួយយោធារាប់ពាន់លានដុល្លារដែលអាមេរិកធ្លាប់ផ្ដល់ឲ្យអ៊ីស្រាអែលកន្លងមកនេះគឺត្រូវបានបញ្ចប់ហើយអ្វីត្បិតតែសេចក្តីស្នើនេះត្រូវបានបរាជ័យដោយសម្លេងភាគច្រើនក៏ដោយក៏វាជាលើកដំបូងដែលសមាជិកបកប្រជាធិបតេយ្យភាគច្រើនបង្ហាញជំហរប្រឆាំងទៅនឹងជំនួយយោធាដ៏ធំសម្បើមមួយនេះសេចក្តីស្នើដែលមានការដាក់ដោយសមាជិកសភាបកសាធារណរដ្ឋគឺលោក Thomas Massie បានធ្វើឲ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្លានៅក្នុងសភាហើយថ្នាក់ដឹកនាំកម្ពុជារបស់បកប្រជាធិបតេយ្យមានជំហរតែមួយនោះទេដោយមានមេដឹកនាំមួយចំនួនបានបោះឆ្នោតជំទាស់ទៅនឹងសំណើនេះសារតែពួកគេយល់ថាវាមិនត្រឹមតែប៉ះពាល់ទៅដល់យោធាប៉ុណ្ណោះនោះទេក៏ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលដែលកំពុងតែរងគ្រោះនោះផងដែរចំណែកឯសមាជិកបកប្រជាធិបតេយ្យដែលគាំទ្រការកាត់ផ្តាច់ជំនួយវិញបានចាត់ទុកថានេះគឺជាការបញ្ចប់នៃសម័យកាលដែលអ៊ីស្រាអែលទទួលបានជំនួយដោយគ្មានការត្រួតពិនិត្យពីសហរដ្ឋអាមេរិកមេដឹកនាំបកប្រជាធិបតេយ្យនៅក្នុងសភាគឺលោក Maken Jeffrey បានអនុញ្ញាតឲ្យសមាជិកបករបស់លោកការបោះឆ្នោតតាមឆន្ទៈដោយផ្ទាល់ខ្លួនដើម្បីជៀសវាងនឹងការបង្ខិតបង្ខំទៅលើបញ្ហាមនសិការនេះសមាជិកសភាវ័យក្មេងនិងក្រុមអ្នកនយោបាយនិយមរីកចម្រើនបានអបអរសាទរចំពោះលទ្ធផលនេះ
ដោយពួកគេចាត់ទុកថាវាគឺជាសារព្រមានដ៏ខ្លាំងក្លាមួយបានផ្ញើទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែលហើយព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាសម្ព័ន្ធមិត្តរវាងបកប្រជាធិបតេយ្យនិងអ៊ីស្រាអែលធ្លាប់តែមានភាពរឹងមាំនោះកំពុងតែស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្ដូរនិងប្រឈមមុខទៅនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរហើយបាទប្រិមិត្តនេះគឺជាព័ត៌មានមួយដែលមានការភ្ញាក់ផ្អើលដែលសហរដ្ឋអាមេរិកគឺមានការបោះឆ្នោតពីសភារបស់សហរដ្ឋអាមេរិកនេះមានការផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែលដែលប្រិមិត្តបានដឹងហើយថាអ៊ីស្រាអែលមានកម្លាំងខ្លាំងក្លាវាយប្រហារទៅកាន់ប្រទេសនេះប្រទេសនោះនៅក្នុងសង្គ្រាមហើយមិនចេះអស់លុយមិនចេះអស់គ្រាប់មិនចេះអស់សពាវុធមិនចេះនឿយណាយនោះគឺដោយសារតែជំនួយសហរដ្ឋអាមេរិកនេះឯងឥឡូវនេះយើងមកតាមដានថាតើយោធារបស់សហរដ្ឋអាមេរិកបានផ្ដល់ទៅឲ្យអ៊ីស្រាអែលកន្លងមកនេះគឺបានផ្ដល់យ៉ាងដូចម្តេចខ្លះហើយមានចំណែកទៅលើផ្នែកអ្វីខ្លះដែរនៅក្នុងរបាយការណ៍មួយបានបង្ហាញថាជំនួយសហរដ្ឋអាមេរិកបានផ្ដល់ទៅឲ្យអ៊ីស្រាអែលនេះគឺមាន2ផ្នែកសំខាន់គឺទី1ជំនួយប្រចាំឆ្នាំចាប់ពីឆ្នាំនៃសារពើពន្ធ2019ដល់ឆ្នាំ2028គឺសហរដ្ឋអាមេរិកនេះមានកិច្ចព្រមព្រៀងផ្ដល់ជំនួយយោធាដល់អ៊ីស្រាអែលដល់ទៅ38,000 លានដុល្លារក្នុងរយៈពេល10ឆ្នាំគឺមានន័យថាជាមធ្យមប្រហែលជា3កណ្ដកសញ្ញា 8,000 លានដុល្លារក្នុងមួយឆ្នាំដែលរួមមានប្រមាណជា3កណ្ដកសញ្ញា 3,000 លានដុល្លារសម្រាប់ការទិញនៅសម្ភារៈយោធាហើយ500 លានដុល្លារសម្រាប់កម្មវិធីការពារមីស៊ីលរួមដូចជា Iron Dome និងប្រព័ន្ធការពារផ្សេងៗផងដែរចំណែកឯជំនួយទី2គឺជំនួយបន្ទាន់នៅក្នុងពេលមានសង្គ្រាមបន្ទាប់អំពីការវាយប្រហារកាលពីថ្ងៃទី7ខែតុលាឆ្នាំ2023សភាសហរដ្ឋអាមេរិកនេះក៏ធ្លាប់បានអនុម័តនៅកញ្ចប់ជំនួយទាន់បន្ថែមផងដែរគឺនៅក្នុងឆ្នាំ2024តែមួយមានជំនួយសន្តិសុខនិងការពារបន្ថែមប្រមាណដល់ទៅ8កណ្ដោសញ្ញា 7,000 លានដុល្លារសហរដ្ឋអាមេរិកដែលរួមមាន3កណ្ដោសញ្ញា 5,000 លានដុល្លារសម្រាប់ SMS និង5កណ្ដោសញ្ញា 2,000 លានដុល្លារសម្រាប់ការពារមីស៊ីលនិងប្រព័ន្ធ Iron Beam ហើយបូកជាមួយនឹងជំនួយប្រចាំឆ្នាំធ្វើឲ្យជំនួយសរុបឆ្នាំនោះគឺឡើងរហូតដល់ទៅប្រមាណជា12កណ្ដោសញ្ញា 5,000 លានដុល្លារឯណោះឆ្នេះហើយបើសួរថាតើអាមេរិកឲ្យអ៊ីស្រាអែលប្រមាណនៅក្នុងមួយឆ្នាំចម្លើយគឺធម្មតាប្រហែលជា3កណ្ដោសញ្ញា 8,000 លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំហើយក្នុងឆ្នាំដែលមានសង្គ្រាមធ្ងន់និងមានកញ្ចប់ជំនួយបន្ទាន់នោះគឺនៅក្នុងឆ្នាំ2024គឺមានប្រហែលជា12កណ្ដោសញ្ញា 5,000 លានដុល្លារដែលជាចំនួនមួយអាចខ្ពស់ជាងនេះបើសិនបើមានការអនុម័តជំនួយបន្ថែមទៀតមានការចោទចេញជាសំណួរថាតើសហរដ្ឋអាមេរិកបានផ្ដល់ជំនួយទៅឲ្យអ៊ីស្រាអែលក្នុងគោលបំណងអ្វីហើយជាពិសេសនោះគឺនៅក្នុងគណៈពេលដែលមានការចេញដោយការតុលាការពី ICC ពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នោះផងដែរថាតើសហរដ្ឋអាមេរិកដល់ទៅឲ្យអ្នកដែលជាប់នៅបទសង្ស័យដែលគេកំពុងតែប្តឹងនៅក្នុងតុលាការឧក្រិដ្ឋកម្មសង្គ្រាមនោះដែរឬក៏យ៉ាងណានៅក្នុងចំណុចនេះគឺយើងត្រូវមើលពិនិត្យថាប្រទេសសហរដ្ឋអាមេរិកដែលធ្លាប់គ្រប់គ្រងអ៊ីស្រាអែលនេះគឺដោយសារតែប្រទេសទាំងពីរនេះជាប្រទេសដែលធ្លាប់ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដែលអ៊ីស្រាអែលត្រូវបានអាមេរិកនឹងចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏សំខាន់នៅមជ្ឈមបូព៌ានេះឯងដោយសារបញ្ហាតំបន់គឺតាក់ទងទៅនឹងសន្តិសុខនៅក្នុងតំបន់ផងដែរដែលសហរដ្ឋអាមេរិកយល់ថាការជួយអ៊ីស្រាអែលជួយនៅរក្សាតុល្យភាពអំណាចនិងការពារនៅផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ហើយតាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធានិងបច្ចេកវិទ្យាវិញប្រទេសទាំងពីរនេះមានការស្រាវជ្រាវនិងអភិវឌ្ឍនៅប្រព័ន្ធការពាររួមគ្នាផងដែរតានយោបាយនៅសហរដ្ឋអាមេរិកមានការគ្រប់គ្រងអ៊ីស្រាអែលពីគណៈបកនយោបាយទាំងពីរនៅក្នុងពេលកន្លងមកហើយទោះបីជាមានការខ្វែងគ្នាក៏វាជាការខ្វែងដ៏តិចតួចតែគោលដៅសំខាន់កន្លងមកធ្លាប់ជួយយ៉ាងពេញទំហឹងទៅដល់អ៊ីស្រាអែលក៏ប៉ុន្តែឥឡូវនេះគឺផ្ទុយមានសមាជិកសភារហូតដល់ជាង100នាក់ត្រូវបានបោះឆ្នោតកាត់ផ្ដាច់ផ្ដល់ជំនួយយោធាទៅកាន់ប្រទេសអ៊ីស្រាអែលនោះហើយមានសំណួរខ្លះចោទសួរថាតើតាក់ទងទៅនឹងរឿងដែលមានការប្តឹង ICC ដោយមានការចេញនៃការចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលក្រោមការចោទប្រកាន់តាក់ទងទៅនឹងសង្គ្រាមគេបានធ្លាប់ធ្វើការបដិសេធទៅហើយ
ហើយរឿងនេះតើចំហរបស់សហរដ្ឋអាមេរិកគិតយ៉ាងណាចំពោះការដែលតុលាការ ICC មានការចេញដីកាចាប់មេដឹកនាំរបស់ប្រទេសអ៊ីស្រាអែលនេះក្នុងនោះគឺសហរដ្ឋអាមេរិកមិនមែនជារដ្ឋនៃភាគីនៃ ICC ហើយរដ្ឋាភិបាលអាមេរិកនេះគឺបានបង្ហាញការមិនយល់ស្របចំពោះសកម្មភាពរបស់ ICC ដែលតាក់ទងទៅនឹងការចេញដីកានៅក្នុងការចាប់លោកនេតាន់យ៉ាហ៊ូនោះទេក៏ប៉ុន្តែមានការលើកឡើងថារឿងដែលតុលាការ ICC ចាប់លោកនេតាន់យ៉ាហ៊ូឬក៏ដែលធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់សហរដ្ឋអាមេរិកនោះគឺសហរដ្ឋអាមេរិកបានធ្វើការបដិសេធថាដោយសារតែប្រទេសខ្លួននេះគឺមិនមានជាសមាជិកនៃ ICC ដូច្នេះมันអាចមានសិទ្ធិណាមួយនៅក្នុងការចាប់មេដឹកនាំរបស់អ៊ីស្រាអែលនោះទេក៏ប៉ុន្តែនៅក្នុងច្បាប់ឬក៏នៅក្នុងលក្ខន្តិកៈរបស់តុលាការ ICC នេះគឺផ្ដោតសំខាន់ទៅលើយុត្តាធិការទៅលើឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រព្រឹត្តទៅក្នុងទឹកដីរបស់ប្រទេសជាសមាជិករបស់ICC ដូច្នេះគេមានសិទ្ធិនៅក្នុងការចាប់ខ្លួនទៅដល់បុគ្គលមិនមែនជារដ្ឋណាមួយនោះទេនេះគឺជាអ្វីដែលធ្វើឲ្យមហាជនជាច្រើនកំពុងតែមានការចាប់អារម្មណ៍ថាបើសិនជាសហរដ្ឋអាមេរិកបញ្ឈប់ផ្ដល់ជំនួយផ្នែកយោធាទៅដល់ប្រទេសអ៊ីស្រាអែលចឹងអ៊ីស្រាអែលនេះក៏ហាក់ដូចជាបាក់ស្លាប់អស់នៅធម្មពលនៅក្នុងការប្រើប្រាស់កម្លាំងយោធាហើយបើសិនជាលោកនេតាន់យ៉ាហ៊ូលោកត្រូវបានអស់អំណាចឬក៏ត្រូវបានធ្លាក់ចេញពីតំណែងហើយដីកានៅក្នុងការចាប់ខ្លួនលោកនេតាន់យ៉ាហ៊ូនេះមានប្រសិទ្ធភាពក្នុងកម្រិតណានៅក្នុងនោះគឺសហភាពអឺរ៉ុបក៏ធ្លាប់បានប្រកាសផងដែរថាបើសិនជាលោកនេតាន់យ៉ាហ៊ូចូលទៅក្នុងទឹកដីរបស់អឺរ៉ុបក៏អាចឲ្យប្រទេសអឺរ៉ុបនោះក៏មានការចាប់ខ្លួនលោកនេតាន់យ៉ាហ៊ូដែរពិតមែនហើយទោះបីជាសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកមានដំណងមិត្តភាពល្អជាមួយគ្នាពីមុនមកក៏ដោយក៏ប៉ុន្តែនយោបាយចុងក្រោយនេះហាក់ដូចជាមានការខ្វែងគំនិតគ្នាខ្លាំងមែនទែនដែលសហរដ្ឋអាមេរិកនេះតែងតែធ្វើការសម្រេចចិត្តដោយអត្តនោម័តដោយខ្លួនឯងមិនបានឆ្លងកាត់នៅការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលធ្វើឲ្យខាងសហភាពអឺរ៉ុបនោះក៏មិនគាំទ្រទៅលើសកម្មភាពរបស់សហរដ្ឋអាមេរិកក៏ដូចជាដៃគូរបស់សហរដ្ឋអាមេរិកដែរដូចជាតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់អីជាដើមហ្នឹងគឺសហភាពអឺរ៉ុបមិនគាំទ្រហើយក៏មិនស្ដាប់បញ្ជារបស់សហរដ្ឋអាមេរិកនោះដែរមិនត្រឹមតែប៉ុណ្ណោះគឺថែមទាំងមានការប៉ុនប៉ងនៅក្នុងការអនុវត្តទៅលើច្បាប់របស់ ICC ផងដែរជាពិសេសគឺប្រទេសមួយចំនួននៅអឺរ៉ុបនេះក៏ជាសមាជិករបស់ ICC អញ្ចឹងហើយបើសិនជាតាក់ទិនទៅនឹងដីកាណាមួយដែលត្រូវបានចោទប្រកាន់ពីតុលាការ ICC ហើយប្រទេសដែលជាសមាជិករបស់ ICC ហ្នឹងគឺត្រូវតែអនុវត្តទៅលើកាតព្វកិច្ចដែលជាសមាជិករបស់ខ្លួននៅក្នុងការចាប់ខ្លួនឲ្យតុលាការ ICC នោះផងដែរ